បាទជំរាបសួរពុកម៉ែបងប្អូនណាបាទនេះគឺជាជំហានបន្តទៀតបាទបន្ទាប់ពីយើងសូនចេញជាពុំចេញជាអីហើយយើងយកមករុញចូលក្នុងឡនេះគឺជាឡសម្ងួតបងប្អូនណាបាទយើងរុញចូលក្នុងឡហ្នឹងបាទបន្តមកទៀតយើងយកវាមកមើលសិនបាទវាស្ងួតឬនៅបាទយើងគោះមើលយើងមើលនឹងភ្នែកបើថាអូខេវាស្ងួតហើយអញ្ចឹងយើងអាចបើកវាបាទទាញវាចេញយកមកច្រកវាខ្ចប់ក្នុងថង់ឬក្នុងស្បោងដើម្បីយើងយកទៅគប់គង់លើទីផ្សារបាទអញ្ចឹងបន្ទាប់ពីយើងcheck អស់ហើយយើងសម្ងួតរួចហើយយើងត្រូវយកវាមកវិចខ្ចប់ដើម្បីយកទៅលក់នៅលើទីផ្សារអញ្ចឹងណាបាទអញ្ចឹងនេះជាជំហានបន្តបន្ទាប់គ្នាបាទហើយឡសម្ងួតនេះគឺយើងប្រើដោយអគ្គិសនីហើយនឹងអូសបាទគឺយើងប្រើអូសដុតបងប្អូនណាបាទអញ្ចឹងនេះគឺជាសកម្មភាពដែលគាត់ទាញខ្ជុងចេញពីឡមកវាស្ងួតហើយណាបាទវាស្ងួតហើយយើងទាញចេញពីឡមកដើម្បីយកមកឲ្យខាង workshop គាត់អ្នករៀបចំបាទហើយកញ្ច្រែងនិងអាទៀសនេះគឺវាមានចំនួន4អាទៀស4ហើយកញ្ច្រែងវាមានចំនួន400កញ្ច្រែងណាបាទកញ្ច្រែង400អាទៀស4នេះគឺជាឡដុតណាបាទគឺជាឡដុតបាទសូមអរគុណបង